ថ្ងៃទី24ខ្ញុំបានចូលរួមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិលើកទី15បាទកម្មវិធីនេះគឺមានការរៀបចំល្អមែនតែនបាទឃើញឆ្នាំនេះបាទមានការចូលរួមពីស្ថានទូតបាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈតារាសម្ដែងហើយជាពិសេសហ្នឹងគឺ Film Director បាទអ្នកដឹកនាំរឿងក៏ដូចជាផលិតករជាច្រើនបានចូលរួមឥឡូវបានជួបបាទសិតតារៀមច្បងផងបាទថតរូបជុំគ្នាថតរូបហើយសុំ Telegram ផ្ញើបាទហើយនេះសិតតាជាផលិតករបាទនេសារ៉ាអូមិត្តភ័ក្ដិយិនសិន20ឆ្នាំហើយខលរកគ្នាមកឃើញចៃដនឃើញឡានចតខលរហ្មងនៅខាងក្រោយបាទបានជួបគ្នាថតរូបមួយគ្នាជជែកពិភាក្សាពីការងារវីដេអូខ្លះបាទឥឡូវពេលហើយយើងថតជុំគ្នានៅមុខផ្លាកបាទស្លាកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាយើងហ្នឹងបាទហើយជជែកគ្នាមកស្ទុះរួចហើយដើរចេញទៅបាទយើងបួកគ្នាចេញកុំនៅនឹងយូរពេកទៅឲ្យគេថតម្ដងបាទបានមកយើងជជែកគ្នាមកស្ទុះបាទជាមួយនឹងផលិតករលោកសេងធីបាទកវ៉ាន់មីឌាហើយក៏ដូចជាមកពិសិដ្ឋបាទយើងជួបគ្នានេះតារាសម្ដែង Miss International អីហ្នឹងបាទវិជ្ជាអីហ្នឹងបាទច្រើនបាទយើងជួបនៅក្នុងកម្មវិធីហ្នឹងមហោស្រពភាពយន្តអន្តរជាតិហ្នឹងគឺយើងជួបច្រើនមែនតើសិតតែផលិតករបាទគឺមកគ្រប់ទិសទីនេះអង្គញាវឌ្ឍនៈបាទចូលរួមនិយាយទៅច្រើនមែនតើបាទហើយមុនដំបូងនេះគឺយើងចូលមកដល់សាលមហោស្រពហើយគឺយើងគោរពទង់ជាតិសិនបាទហើយពីគោរពទង់ជាតិហើយយើងកាន់ទុកបាទទៅដល់វីរៈកងទ័ពដែលបានពលីជីវិតនៅក្នុងសមរភូមិដែលចៅសៀមឈ្លានពានមកលើទឹកដីកម្ពុជាបាទយើងកាន់ទុកមួយសន្ទុះក៏ដូចជាបាទយើងឧទ្ទិសទៅដល់វីរៈកងទ័ពយើងដើម្បីបន្ទាប់មកក៏មានអភិបាលកិត្តិយសបាទទីទៀតយើងឃើញហើយគឺលោកជំទាវអង្គញាស្រីតូចចំណានបាទហើយក៏មានការច្រៀងពីចៅបាទលោកតាស៊ិនស៊ីសមុទ្រផងដែរឥឡូវកុំឲ្យនៅរងចាំយូរយើងស្ដាប់ចម្រៀងដ៏ពីរោះនេះទាំងអស់គ្នាបាទde tous les autres jours. Et mon cœur délivré enfin de notre amour et pourtant sans un remords, sans un regret je partirai droit devant sans espoir de retour. Loin des yeux, loin du cœur, j'oublierai pour toujours. Et ton corps et tes bras, et ta voix.
បាទក្រោយស្ដាប់ចម្រៀងពីបទដល់ពីរោះហើយណែមើលអូនលេឯងចាប់យកយើងដល់ម៉ោងញ៉ាំហើយគ្រាន់តែលឺដល់ម៉ោងប្រេករត់ចុះមកក្រោមហ្នឹងគឺមិនដោយសារឃ្លានហើយមួយទៀតគាត់ថាមកក្រោយគេខ្លាចអស់មានអស់ណាច្រើនណាលោកព្រះអើយច្រើនបាទលាក់ចាប់ហើយឥឡូវខ្ញុំចាប់ម្ដងនេះលាក់ថតបងម្ដងបងទៅចាប់នេះច្រើនមើលទៅយកខាងណាដើររកចានអត់ឃើញរកចានមកដើររកចានឡើង2 3ត្រឡប់បាទឥឡូវឃើញហ្នឹងនេះយកចានហើយចាប់ដើមចាប់ហើយមានច្រើនមានជាដូចសាំងវិចបាទអានេះគេចិត្តវាទូចហើយកាត់វាទូចហើយបាទហើយមើលយកសាំងវិចហើយបានចាប់ផ្ដើមយកអីទៀតទៅនេះដែលអានំប៉័ងអីគេញុកស្ប៉ាតេគេនោះបាទមានស្នូលផ្អែមបាទគេញុក hot dog មិនប៉ាតេសុំទោស hot dog បាទញុក hot dog ហើយអានេះគួងយើងស្រួយហ្នឹងបាទហើយអានេះនំប៉័ងបាទនំប៉័ងដូចសាច់ច្រាមអីគេបំពងអីមិនហិចមានម្ទេសបន្តិចលើម្ទេសផ្លោកអត់ម្ទេសហ្នឹងអត់នេះទេបាទអត់ហិលទេបាទចាប់រួចហើយយើងដើរទៅរកនេះម្ដងបាទហៅគេឲ្យចាប់ទៀតណាបាទអញ្ចឹងយើងដើរទៅរកទឹកភេសជ្ជៈញ៉ាំម្ដងបាទអ្នកចូលរួមច្រើនណាបាទមានគ្រប់ជាតិសាសន៍ព្រោះ international បាទអន្តរជាតិមួយឆ្នាំគឺយើងប្រពៃម្ដងនៅកម្មវិធីបើកបាទមកស្របនេះយកបានហើយបាទភេសជ្ជៈ Fanta បាទឥឡូវយើងដើររកកន្លែងដាក់លើតុអង្គុយសម្រាប់យើងញ៉ាំឥឡូវដើររកទីតាំងកន្លែងសិនព្រោះពេញអស់ហើយបាទពេញអស់សុទ្ធតែមនុស្សបាទចូលពាន់អ្នកឯងច្រើនបាទកម្មវិធីនេះចូលច្រើនមែនទេបាទចូលក្បែរពាន់អ្នកណាបាទរកកន្លែងអង្គុយអត់បានរកកន្លែងដាក់អត់បានមិនអង្គុយទេរកកន្លែងដាក់យើងឈរញ៉ាំបាទឥឡូវនេះពេញតុអស់ហើយនេះបងអូនប្រុសបាទបងប្រុសបញ្ញវធីនេះក្រោយគេនេះសុផាតបាទប្រូសុផាតមកណែ selfie បន្តិចឲ្យជាប់បាទនោះភរិយាគាត់បាទឥឡូវយើងរកកន្លែងញ៉ាំបានហើយបាទរកកន្លែងញ៉ាំបានហ្នឹងមកថាយើងឈរទាំងអស់គ្នាមានអ្នកអង្គុយណាអង្គុយមានបោះអង្គុយឥឡូវយើងចប់យើងចុះមកមានខាងជនជាតិគេ show បាទគេសម្ដែងនេះជាចុងបញ្ចប់ហើយអញ្ចឹងជម្រាបលាបងប្អូនដែលបានចំណាយពេលទស្សនាជម្រាបលាពុកម៉ែបងប្អូន